ចាខ្ញុំទៅតែអានចប់សៀវភៅដែលមានចំណងជើងថា On Earth We're Briefly Gorgeous និពន្ធដោយអ្នកនិពន្ធឈ្មោះ Ocean Vuong ចាអញ្ចឹងខ្លីៗពីសៀវភៅហ្នឹងគឺគាត់ទៅសេជាលក្ខណៈដូចជាសម្បត្តិដែលគាត់ផ្ញើទៅឲ្យម្ដាយគាត់និយាយអំពីជីវិតរបស់គាត់អីអញ្ចឹងណាហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺយើងដឹងតាំងពីដើមថាម្ដាយគាត់នឹងមិនបានអានសៀវភៅហ្នឹងទេមិនមែនដោយសារម្ដាយហ្នឹងគាត់ស្លាប់បាត់ទេតែដោយសារគាត់ទៅសេជាភាសាអង់គ្លេសហើយម្ដាយគាត់អត់ចេះអង់គ្លេសទេរឿងហ្នឹងគឺដោយសារគ្រួសារគាត់គឺជាគ្រួសារវៀតណាមដែលបានភៀសខ្លួនពីសង្គ្រាមវៀតណាមទៅនៅអាមេរិកហើយកូនប្រុសហ្នឹងគឺជាគេហៅគាត់មានឈាមជ័រជាវៀតណាមតែគាត់រស់នៅប្រទេសអាមេរិកក្នុងរឿងហ្នឹងគឺមាននិយាយអំពីជីវិតរបស់គាត់ពីទូចគាត់ធ្លាប់ឆ្លងកាត់អីគេធីមនៃរឿងហ្នឹងគឺនិយាយអំពីការរស់នៅធំធាត់ឡើងនៅក្នុងទឹកដីមួយដែលមិនមែនជាទឹកដីកំណើតរបស់យើងដែលយើងត្រូវបានគេរើសអើងជាអាស៊ីជនជាតិអាស៊ីអញ្ចឹងណាហើយនឹងជាអ្នកឆ្លាញ់ភេទដូចគ្នាហើយនឹងជាអ្នកដែលមិនមែនមានលុយច្រើនទេដូចម្ដាយគាត់នឹងធ្វើការនៅកន្លែងធ្វើកញ្ចក់ nail salon អញ្ចឹងណាកូនប្រុសគាត់នឹងតើត្រូវមិនខ្លះឆ្លងកាត់អីគេខ្លះហើយរស់នៅក្នុងគ្រួសារមួយដែលអត់មានឪពុកទៀតអញ្ចឹងវាមានច្រើនវាមានធីមនៅក្នុងនឹងច្រើនហើយគាត់រស់នៅក្នុងតំបន់ដែលគាត់រស់នៅហ្នឹងគឺសម្បូរទៅដោយអ្នកដែលគាត់ប្រើប្រាស់គ្រឿងញៀនអញ្ចឹងទៅមានមិត្តភ័ក្តិដែលគាត់មកទោសគឺគាត់ទៅដោយសាររឿងហ្នឹងអីអញ្ចឹងណារឿងហ្នឹងគឺខ្ញុំចាប់អារម្មណ៍ដោយសារអ្នកនិពន្ធហ្នឹងគឺគាត់ជាកូនសិស្សរបស់លោកគ្រូធីញ៉ាន់ហាញ់គាត់នៅក្នុង community នឹងដែរនៅក្នុងសហគមន៍នឹងអញ្ចឹងណាអញ្ចឹងខ្ញុំឃើញគាត់ច្រើនហើយគាត់ធ្លាប់ទៅសេសភៅជួយ edit សភៅឲ្យលោកគ្រូធីញ៉ាន់ហាញ់ទៀតចេញពីប្រវត្តិគាត់គឺគាត់ជាអ្នកទៅសេកំណាព្យឯងហើយអញ្ចឹងគឺមើលឃើញច្បាស់ហ្មងនៅក្នុងសភៅហ្នឹងគឺគាត់ការប្រើប្រាស់ពាក្យរបស់គាត់ណាអ្នកទាំងអស់គ្នាខ្ញុំពិបាកនិយាយដល់អ្នកនរគ្នាទៅអានខ្លួនឯងគឺគាត់មិនមែនប្រើប្រាស់ពាក្យដូចធម្មតាដូចអ្នកទៅសេប្រឡោមលោកធម្មតាគឺគាត់ប្រើប្រាស់ពាក្យក្នុងន័យកំណាព្យច្រើនមែនតើហ្មងគឺថាវាព្រោះស្ដាប់វាស្អាតសម្រាប់ខ្ញុំគិតថាគាត់ធ្វើបានល្អក្នុងការប្រើប្រាស់ពាក្យគឺគាត់ពិតជាប្លែកគេមែនពិសេសជាងគេបើប្រៀបធៀបជាមួយសភៅដែលខ្ញុំធ្លាប់អានអញ្ចឹងណាធីមដែលគាត់យកមកនិយាយហ្នឹងមិនមែនជាធីមថ្មីទេគឺមានអ្នកធ្លាប់និយាយទេប៉ុន្តែរបៀបដែលគាត់និយាយគឺវាខុសគេដោយសារសភៅនេះគឺជា debut novel របស់គាត់គឺជាបន្លោមលោកទី1ដែលគាត់សរសេរពីមុនហ្នឹងគាត់ធ្លាប់សរសេរដែរតែគាត់សរសេរកំណាព្យសរសេរអីចឹងទៅហើយគាត់ជាប់រំពានរង្វាន់អីខ្លះអីដែរអញ្ចឹងណាប៉ុន្តែបន្លោមលោកទី1របស់គាត់នេះគឺខ្ញុំឃើញថាបង្ហាញថាគាត់ជាអ្នកសរសេរកំណាព្យម្នាក់ខ្ញុំអានអាហ្នឹងអញ្ចឹងហើយគឺខ្ញុំយំច្រើនដល់មែនទែនទោះបីខ្ញុំអត់មានបទពិសោធន៍ក្នុងការដែលជាអ្នកដែលភៀសខ្លួនទៅនៅស្រុកគេអីអញ្ចឹងណាខ្ញុំអត់មានបទពិសោធន៍ហ្នឹងប៉ុន្តែការដែលយើងមិនសូវជាចោះសម្រងគ្នាជាមួយឪពុកម្ដាយប៉ុន្តែយើងនៅតែស្រឡាញ់គ្នាយើងនៅតែព្យាយាមជួយគ្នាទៅវិញទៅមកព្យាយាមចង់យល់ពីគ្នាអីអញ្ចឹងខ្ញុំគិតថារឿងហ្នឹងអ្នកទាំងអស់គ្នាមានអាហ្នឹងគ្រាន់តែថាកម្រិតខុសគ្នាឬក៏ស្ថានភាពខុសគ្នាចឹងទៅប៉ុន្តែខ្ញុំឃើញថាវានៅតែមានកន្លែងខ្វះខាតបន្តិចដែរកន្លែងខ្វះខាតហ្នឹងមិនទៅគឺកន្លែងខ្លះគឺខ្ញុំអាចទាយដឹងថាគាត់នឹងនិយាយអីក្រោយហ្នឹងមកវាមានអារម្មណ៍ថារៀងនៅក្មេងខ្ចីបន្តិចសម្រាប់ខ្ញុំប៉ុន្តែដោយសារអាហ្នឹងវាជា debut novel ជាប្រឡោមលោកទី1របស់គាត់ខ្ញុំគិតថាគាត់នឹងមានឱកាសហើយនឹងមានសេរីភាពក្នុងការចូលទៅជ្រៅជាមួយនឹងរឿងដែលគាត់និយាយហ្នឹងខ្ញុំគិតថាគាត់នឹងអាចអភិវឌ្ឍបានអញ្ចឹងគឺក្រោយពីអានសភៅនឹងហើយខ្ញុំបានទៅរកសភៅទី2របស់គាត់ដែលទៅបញ្ចេញឆ្នាំ2025នេះគឺ The Emperor of Gladness ហើយខ្ញុំនឹង review សភៅហ្នឹងនៅក្នុងវីដេអូបន្ទាប់ចាអញ្ចឹងបើនិយាយពីសភៅនេះវិញOn Earth We're Briefly Beautiful ហ្នឹងតែខ្ញុំ recommend ឲ្យគេអានអត់ខ្ញុំអត់អាចនិយាយបានទេរឿងប្រឡោមលោកអ្នកទាំងអស់គ្នារឿងប្រឡោមលោក recommend ឬមិន recommend ហ្នឹងគឺវាតាមការចូលចិត្តរបស់យើងម្នាក់ៗអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នារៀងចាប់អារម្មណ៍ថាចង់អានពីការរស់នៅអាមេរិកការដែលប្រើប្រាស់ពាក្យរៀងចម្លែកខុសគេរៀងអង់គ្លេសហៅថា lyrical ណាគឺមានសិល្បៈមានកំណាព្យនៅក្នុងហ្នឹងគឺអាចសាអានសភៅរបស់គាត់បានព្រោះសភៅហ្នឹងក៏អត់សូវវែងប៉ុន្មានដែរអានេះដោយសារថ្មីនេះមានខ្ញុំជួបអ្នកនៅក្រៅហើយខ្ញុំប្រាប់ថាខ្ញុំអានសភៅប្រឡោមលោកអីចឹងណាហើយគេស្គាល់ខ្ញុំនៅក្នុង page ហ្នឹងដែរហើយគេរៀង shock គេថាចេះអានសភៅប្រឡោមលោកដែរគេរៀង shock ដែររៀងដូចភ្ញាក់ផ្អើលដែរអញ្ចឹងណាតាមពិតអ្នកទាំងអស់គ្នានៅក្នុង page នេះគឺខ្ញុំនិយាយអំពីសភៅអភិវឌ្ឍខ្លួនសភៅរបៀប non fiction ច្រើនអញ្ចឹងតែតាមពិតខ្ញុំខ្លួនឯងគឺខ្ញុំអានសភៅប្រឡោមលោកច្រើនដូចគ្នា fiction ណាគ្រាន់តែខ្ញុំភាគច្រើនខ្ញុំអត់សូវយកមក review អត់សូវយកមកនិយាយដោយសារតែខ្លះនិយាយទៅក៏អត់មានអីដែរពីព្រោះប្រឡោមលោកគឺវាតាមចំណង់ចំណូលចិត្តរបស់ម្នាក់អីយើងអត់អាចថាវាល្អឬមិនល្អប៉ុន្តែបើសភៅ non fiction យើងអាចមើលឃើញខ្លះថាវាមានប្រយោជន៍លើផ្នែកអីអញ្ចឹងទៅចាំមកខ្ញុំនិយាយរឿង non fiction ច្រើនហើយមួយទៀតហ្នឹងគឺប្រឡោមលោកដែលខ្ញុំយកមកនិយាយ
ខ្ញុំនិយាយបានប៉ុន្មានដែរហើយពេលច្រើនខ្ញុំនិយាយពីបន្លំលោកបរទេសមិនមែនដោយសារខ្ញុំអត់គ្រប់គ្រងឬក៏អត់អានបន្លំលោកខ្មែរអានេះខ្ញុំនិយាយឲ្យស្មោះត្រង់ហ្មងណាពីមុនពេលដែលខ្ញុំធ្វើ page នឹងដំបូងក៏ខ្ញុំធ្លាប់ review បន្លំលោកខ្មែរដែរប៉ុន្តែមនុស្សខ្ញុំដឹងស្រាប់ហើយពេលដែលខ្ញុំនិយាយ review គឺខ្ញុំនិយាយកន្លែងល្អអញ្ចឹងណាប៉ុន្តែក៏មានកន្លែងដែលខ្ញុំអត់ពេញចិត្តខ្ញុំនឹងនិយាយមកដែរពេលហ្នឹងគឺមានបញ្ហាដែរមិនមែនថាបញ្ហាអីទេគឺអ្នកនិពន្ធខ្លះគឺគាត់មកបកស្រាយមកអីមកព្យាយាមបកស្រាយបំភ្លឺអញ្ចឹងណាហើយអត់ខុសតែគាត់មានសិទ្ធិក្នុងការពារឬក៏បំភ្លឺកន្លែងដែលខ្ញុំលើកហ្នឹងដែលថាខ្ញុំថាគុណក្នុងនៃស្ថាបនាថាអត់សូវពេញចិត្តកន្លែងនេះអញ្ចឹងណាប៉ុន្តែវាคล้ายទៅជារឿងមួយដែលមើលមុខគ្នាអត់ចំសម្រាប់អ្នកខ្លះខ្ញុំគិតថាអ្នកនិពន្ធទាំងអស់គាត់អត់អាចទទួលយកអាការរិះគន់របៀបអញ្ចឹងតែអ្នកនិពន្ធខ្លះគឺគាត់អត់ទេហើយខ្ញុំស្គាល់អ្នកនិពន្ធនៅខ្មែរហ្នឹងច្រើនដែរអញ្ចឹងខ្ញុំគិតថាដើម្បីកុំឲ្យវាពិបាកខ្ញុំអត់ចង់ឲ្យមានរឿងអញ្ចឹងខ្ញុំដឹងថាពេលខ្លះបើសិនជាយើងចង់ល្បីគឺយើងធ្វើឲ្យមានរឿងឆ្លោះគ្នាអញ្ចឹងយើងល្បីខ្ញុំយល់ប៉ុន្តែខ្ញុំខ្លួនឯងគឺខ្ញុំអត់ចូលចិត្តធ្វើអញ្ចឹងទេអញ្ចឹងខ្ញុំនៅតែអានតែខ្ញុំអានបន្លំលោកខ្មែរឬក៏សភៅខ្មែរច្រើនដែរអ្នកនរគ្នាគាត់ថាខ្ញុំអត់សូវយកមក review ទេដោយសារអត់ចង់ឲ្យមានការថ្នាក់គ្នាមើលមុខគ្នាអត់ចំអីអញ្ចឹងណាប៉ុន្តែមិនមែនបានន័យថាខ្ញុំអត់ស្ថាបរិះគន់ពួកគាត់ទេពេលដែលពួកគាត់សួរខ្ញុំផ្ទាល់នៅក្រៅអីចឹងគឺខ្ញុំនិយាយប្រាប់គាត់ដោយត្រង់ថាខ្ញុំជួយចិត្តកន្លែងណាខ្ញុំអត់ជួយចិត្តកន្លែងណាអីចឹងទៅគ្រាន់តែថាខ្ញុំអត់ចង់និយាយជាសាធារណៈដោយសារវាពេលខ្លះយើងនិយាយចេញមកក្នុងន័យល្អទេយើងអត់មានន័យអីអាក្រក់ទេប៉ុន្តែគេអាចយកវាទៅគិតធ្វើជាអីផ្សេងណាពាក្យដែលយើងនិយាយក្អែកមួយហើយជាក្អែក10ចឹងណាចឹងវាបង្កទៅជារឿងដែលវាមិនចាំបាច់ដែលខ្ញុំគិតថាវាមិនចាំបាច់ទេអញ្ចឹងបានជាមូលហេតុដែលខ្ញុំអត់សូវនិយាយអំពីស្ពើខ្មែរឬក៏បន្លំលោកខ្មែរជាសង្ឃឹមថាអ្នកនរគ្នាយកយល់ហើយនឹងអធិស្ឋានរឿងហ្នឹងដែរ